សម្ដេចតេជោហ៊ុនសែនបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទច្បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនមកតំបន់សុវត្ថិភាពកាលពីល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបបន្ថែមដោយយកមិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនាព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុทิនបានប្រកាសថានឹងប្រើកម្លាំងវាយយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយនឹងអាវុធគ្រប់ប្រភេទរីឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងរបស់យើងពួកគេមិនអាចទល់លេនដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ាន់ដែកដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដេចលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពីខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាជាមនុស្សល្មមសង្គ្រាមពេលយើងអត់ធ្មត់គោរពបទច្បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាតបតដើម្បីការពារទឹកដីរបស់យើង